វីដេអូនេះផ្ដាំទៅបងអូនស្រីម្នាក់ដែលគាត់ធ្វើការវែកញែកពាក់ព័ន្ធជាមួយនឹងសាច់លេបន្ទះផ្លាស្ទិកដែលជាលេខៀករបស់ brand មីដែលតាមការយល់ឃើញរបស់គាត់ណាទាំងដែលពាក្យទាំងអស់ហ្នឹងជាយើងអត់ដែលបាននិយាយទេគាត់ឮថាពាក្យ plastic ដល់ពេលអញ្ចឹងពាក្យ plastic ហ្នឹងគាត់គិតថាអូនៅពេលដែលប្រើប្រាស់ទៅសង្ស័យប្រើបានតែពេលថ្ងៃទៅដឹងព្រោះគាត់គិតថាបន្ទះ plastic របស់លេខៀកហ្នឹងនឹងជួយទៅទប់ញើសបានល្អប៉ុន្តែតាមដែលសម្ដីគាត់និយាយក្នុងវីដេអូគាត់និយាយថាប្រើពេលយប់អត់បានទេហើយគាត់បញ្ជាក់ថាដោយសារតែវាជាសាច់លេបន្ទះ plastic ហើយពាក្យទាំងអស់ហ្នឹងជាអត់ដែលបានប្រមូលថាប្រើពេលយប់អត់បានទេអញ្ចឹងត្រឡប់មកវិញនៅក្នុងការធ្វើវីដេអូនេះតាមពិតជាធ្លាប់និយាយម្ដងហើយពាក់ព័ន្ធជាមួយនឹងហេតុអីបានគេហៅថាជាបច្ចេកវិទ្យាសាច់លេបន្ទះ plastic បច្ចេកវិទ្យានេះវាគឺជាឈ្មោះមិនមែនគេយក plastic យកមកធ្វើលេឃ្លៀកណាអូនកុំច្រឡំហើយដោយសារតែទម្រង់សាច់លេរបស់វាគឺចាំងដូច plastic ចឹងហើយបានគេហៅវាថាសាច់លេបន្ទះ plastic ហើយការប្រើប្រាស់ដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកបែកញើសឃ្លៀកទាំងអស់គ្នាត្រូវប្រកាសថាស្បែកឃ្លៀកទាំងអស់គ្នាបានស្ងួតឬក៏មិនទាន់បែកញើសម្សាហើយមុនលាបលេឃ្លៀកចាមានន័យថាយើងងូតទឹកហើយយើងប្រកាសហើយថាឃ្លៀកយើងអត់មានបែកញើសមែនទេចាអញ្ចឹងហើយយើងលាបលេឃ្លៀកទៅហើយបងប្រាប់អូនណាបើសិនជាករណីដូចដែលអូននិយាយមែនពាក្យថា plastic នឹងធ្វើឲ្យស្ទះរុនរោមឃ្លៀកអីហ្នឹងវាអត់មាន feedback ចេះកើតឡើងទេដូចជាពពួក feedback ពង្រៀបពពួកដុំពឬក៏ feedback ព្យាបាលផ្សេងលេខឃ្លៀករបស់ brand មីហ่ะអ្នកណាដែលមិនផ្អើល feedback កុំថាឡើយជាផុសរូបមួយខ្លួនឯងសូម្បីពេលខ្លះជាផុសតរូបលេខឃ្លៀកចោលទេគ្នាចូលទៅមើល comment នៅក្នុងហ្នឹងចា feedback ដូចទឹកបាក់ទំនប់អញ្ចឹងហើយត្រូវចាំណាដោយពពួករោលមាស់អស់ទាំងនេះបើសិនលេខឃ្លៀករបស់មីមានសារធាតុធ្វើឲ្យកកស្ទះកូនរុនរោមគឺវាមិនអាចមកព្យាបាលពពួកអារោលកត្រឹងចេះអីបានទេអញ្ចឹងអ្នកដែល review ទាំង live មុននឹងធ្វើការបកស្រាយទៅកាន់ភ្ញៀវសូមមេត្តាច្បាស់ពីផលិតផលហើយបើថាបញ្ហាឃ្លៀកខ្មៅក្រិនឬក៏បញ្ហាកាន់ក្អែលវិញមិនដឹងថាឲ្យពៀនប្រមាណបានសមហើយកុំភ័យប្រើបានទាំងយប់ទាំងថ្ងៃបើថាមានបញ្ហាកកស្ទះកូនរុនរោមឃ្លៀកអីមកជាសងលុយវិញ1គុណនឹង10ហើយសំខាន់ណាហើយបើអ្នកដែលគាត់អត់មានបញ្ហាឃ្លៀកទេមិនបាច់លាបពេលយប់ក៏បានដែរអានឹងអត់អីទេហើយក៏អត់មានបញ្ហាអីទៅខូចឃ្លៀកសើមឃ្លៀកអីលើសដើមអីដែរហើយបើថាអ្នកគាត់មានបញ្ហាស្បែកឃ្លៀកចឹងគាត់ចង់ព្យាបាលបានលឿនចឹងទៅគាត់ប្រើទាំងយប់ទាំងថ្ងៃអានឹងវាកាន់តែកាន់ប្រសិទ្ធភាពតិចនៅពេលដែលឃើញសស្អាតលឿនអីអញ្ចឹងនិយាយថាអូមកពីជាតិកាត់អីទៀតណានិយាយគ្នាហើយរឿងគុណភាពលេខឃ្លៀកនេះមួយចាសឹងថាដាក់អីក៏ដាក់ដែរហើយអ្នកដែលប្រើត្រូវកុំកេងភ័យទាំងអស់គ្នាចាខៃលោថាអូយប្រើផលិតផលល្អតែដំបូងឯងជើងក្រោយទៀតទៅប្រើលេងកើតឬក៏ប្រែប្រួលគុណភាពរបៀបម៉េចចាចូលមួយជើងជាបញ្ជូនទៅត្រួតពិនិត្យគុណភាពនៅឡាបូមួយជើងយើចាំទៅអត់មានចន្លោះគ្រប់ជើងព្រោះថារឿងលេខឃ្លៀកនេះមួយខ្ញុំអត់មានឲ្យប្រវត្តិសាស្ត្រច្រំដែរទេអ្នកទាំងគ្នាពីព្រោះថាខ្ញុំធ្លាប់មានបញ្ហាជាមួយនឹងការដែលខ្ញុំលក់លេខឃ្លៀកពីមុនមកប្រាជ័យនៅក្នុងការដែលខ្ញុំជ្រើសរើសនឹងទុកចិត្តរោងចក្រខុសតែសារនេះទាំងអស់គ្នាអើយចាអង្គុយអាន feedback ក៏មានអារម្មណ៍ថារំភើបហើយមានមោទនភាពចំពោះផលិតផលខ្លួនឯងដែរហើយនៅតែតសើខ្លួនឯងដែលប្រឹងជំនះរហូតបានជួបអវ៉ាន់ដែលល្អពិតប្រាកដហើយក៏អរគុណ fan របស់ខ្ញុំដែលគាត់នៅតែជឿជាក់ខ្ញុំហើយ support មិនថាផលិតផលនេះចេញអីគឺគាត់ support នឹងលេខឃ្លៀករបស់យើងគឺមានទាំងខ្លងតូចទាំងខ្លងធំទាំងអស់គ្នាបើអ្នកដែលមិនទាន់ទុកចិត្តចាគាត់អាចសាកខ្លងតូចសិនបានហើយចាំគាត់សម្រាប់ចិត្តទិញខ្លងធំក៏បានដែរអរគុណច្រើន